មកបងប្អូនឥឡូវយើងមានពុកផ្សារចូលទៀតហើយអញ្ចឹងពុកផ្សារនេះកំហុសរបស់វាពេលដែលយើងយកដុយភ្លើងណាបាទដោតចូលព្រីយើងកាច់កុងតាក់ទៅគឺ disconnector load បងប្អូនណា disconnector load អញ្ចឹងមិនន័យថាវា short ភ្លើងហើយវា ស្ទះភ្លើងហើយណាបាទវាមានបញ្ហាហើយអញ្ចឹងបើសិនជាមានបញ្ហាបែបហ្នឹងណាអញ្ចឹងបងប្អូនសូមកុំដាក់ដុយញាប់ពេកណាតែពេលណាយើងបើកញាប់ពេកទៅវាអាចប៉ះពាល់កាន់តែធ្ងន់បងប្អូនណាបាទកាន់តែធ្ងន់បាទតែបើសិនជាពុកផ្សារខ្លះវាមានរ៉ូឡេហើយនឹងរ៉េស្តង់ចម្លងអាហ្នឹងវាមិនសូវជាបញ្ហាប្រហែលទេណាដោយសារតែវាមានរ៉េស្តង់ចម្លងហ្នឹងវាធ្លាក់ភ្លើងត្រឹមរ៉េស្តង់ហ្នឹងតែដល់ពេលពុកផ្សារខ្លះគឺអត់មានរ៉េស្តង់ចម្លងមកប្រើជាមួយនឹងរ៉ូឡេទេគឺយើងដោតភ្លើងទៅគឺ disconnector load ត្មងបងប្អូនណាបាទអញ្ចឹងក៏ប៉ុសនេះគឺខ្ញុំដោតទៅវា disconnector load អញ្ចឹងមិនន័យថាវាអត់មានរ៉េស្តង់ចម្លងភ្លើងទេហើយនឹងអត់មានរ៉ូឡេទេណាគឺគេធ្វើដិរេចទៅបងប្អូនបាទអញ្ចឹងវាពេលយើងដោតទៅគឺ disconnector load ត្មងណាបាទតោះឥឡូវយើងចាប់តាមជួសជុលនេះបងប្អូនណាបាទពុកផ្សារដែលយើងត្រូវជួសជុលចឹងឥឡូវយើងធ្វើការសម្អាតវាសិនមកបាទហ្នឹងហើយបងប្អូនឥឡូវយើងបានសម្អាតរួចរាល់ហើយណាអញ្ចឹងកំហុសបែបនេះគឺយើងមិនអាចដឹងមុនថាវាខូចចប់ទៅណា100%ទេណាប៉ុន្តែយើងអាចប៉ានស្មានដឹងបានណាកំហុសបែបហ្នឹងណាទី1គឺយើងសង្ស័យទៅលើយ៉ូតជើង4ណាទី1បាទនឹងដែលយើងសង្ស័យទៅលើកំហុសខូចបែបហ្នឹងបាទដែលយើងដាក់ភ្លើងទៅវា load disconnector ណាវាស្ទះភ្លើងណាបាទនឹងទី1យើងសង្ស័យទី2គឺយើងសង្ស័យទៅលើកង់ដង់នេះណាកង់ដង់450 វ៉ុលបាទ470មីក្រូណាបាទយើងសង្ស័យហើយទី3យើងសង្ស័យទៅលើផ្នែកអូតូ24 វ៉ុលណាបាទហើយទី4គឺយើងសង្ស័យផ្នែកទៅលើ fight ពីរគ្រាប់នេះណាប៉ុន្តែយើងមិនដឹងថាមួយណាខូចពិតប្រាកដទេប៉ុន្តែគ្រាន់ថាការសង្ស័យយើងសង្ស័យ4ហ្នឹងណា4ផ្នែកហ្នឹងជាងសង្ស័យដោយសារតែវាទទួលភ្លើងណាដែលវាទទួលភ្លើងយកនេះទទួលភ្លើង AC ណាអញ្ចឹង AC វាបំលែងភ្លើងមកឲ្យកង់ដង់នេះអញ្ចឹងកង់ដង់នេះគឺវាផ្ដល់ភ្លើងឲ្យផ្នែក24 វ៉ុលណាអូតូណាអូតូផ្នែក24 វ៉ុលហើយនឹង fight នេះណាអញ្ចឹងការសង្ស័យរបស់យើងគឺមានតែប៉ុណ្្នឹងទេនឹងកំហុសបែបហ្នឹងបងប្អូនណាគឺយើងសង្ស័យទៅលើហ្នឹង4ផ្នែកហ្នឹងចុះឥឡូវយើងមានតែធ្វើការឆែកដល់កំហុសរបស់វាណាអញ្ចឹងទី1គឺយើងឆែកយកបងប្អូនណាឆែកយកសិនមកដកយកទីម្ខាងមកណាហើយយើងវាស់នេះយើងដកមកខាងជើងកង់ដង់នេះបងប្អូនណាខ្សែហ្នឹងហើយយើងដកខាងពោលបោកក៏បានពោលដកក៏បានដែរខាងយកទៅយើងមកខាងនេះម្ដងឥឡូវយើងវាស់នៅខាងជើងកង់ដង់នេះចាំមើលថាតើជើងកង់ដង់នេះជាប់អូមឬអត់ណាតោះឥឡូវយើងវាស់ជើងកង់ដង់មកជាប់អូមឬមួយក៏មិនជាប់ទេណាបាទអញ្ចឹងយើងឃើញមួយអូមបងប្អូនណាឃើញមួយអូមឥឡូវត្រឡប់វិញបើឃើញមួយអូមដូចគ្នាបានន័យថាវាមានបញ្ហាណាបាទអញ្ចឹងយើងឃើញឡើងមួយអូមដូចគ្នាបងប្អូនណាអញ្ចឹងន័យថាវាស្ទះភ្លើងចាប់ពីកង់ដង់ហ្នឹងទៅណាចាប់ពីកង់ដង់ហ្នឹងទៅបាទអញ្ចឹងទី1ដល់ទៅលើសំខាន់បំផុតគឺយើងលើក fight ឡើងបងប្អូនណារួចយើងចាប់ផ្ដើមធ្វើការដោះ fight ចេញមកណាបាទដោះ fight ចេញមកចេញទាំងពីរណា fight ណាចឹងបងប្អូនក្នុងការជួសជុលពុកផ្សារបាទពេលដែលវាខូច fight បែបហ្នឹងគឺសំខាន់គឺយើងមុននឹងដាក់ fight ថ្មីចូលបាទយើងត្រូវវាស់
ប្រេរបស់វាសិនណាបាទដូចជាយោតនិងរេស្តង់របស់វាយើងត្រូវវាស់ទាំងអស់ឡើងវិញណាក្រែងលោវាមានដាច់ហើយចឹងទៅគឺយើងអត់ដឹងទេណាតើយើងវាស់វាតើយើងវាស់វាណាបានយើងដឹងថាវាមានបញ្ហាឬក៏មិនមានបញ្ហាណាអញ្ចឹងបើសិនជាយើងអត់បានវាស់វាណាហើយវានៅបញ្ហាយើងដាក់ file ថ្មីចូលវាពិតជាអាចនឹងខូច file ថ្មីឡើងវិញណា file ដែលយើងដាក់ថ្មីគឺវាខូចឡើងវិញហើយគឺវាផ្ទុះឡើងវិញហើយបាទហើយទី2គឺយើងត្រូវវាស់ភ្លើងប្រេបច្ឆរបស់វានេះណាប្រេបជារបស់វានេះវាស់ភ្លើង AC ណានេះនៅជើងនេះបងប្អូននេះណាភ្លើងរបស់វាគឺវាចូលមកត្រង់ស្វមួយនេះដុំភ្លើងមួយនេះភ្លើងប្រេរបស់វាណានេះវាចេញពី file ពីក្របនេះនេះចេញវាស់ជើងនេះក៏បានដែរណាពីចំណុចនេះចំណុចនេះបើសិនជាវាមានភ្លើង AC ណាបាទចាប់ពី15 V ឡើងអានឹងវាដំណើរការហើយណាភ្លើងរបស់វាយើងវាស់ខាងនេះក៏បាននេះវាស់ជើងនេះក៏បានដែរណាដូចគ្នាហើយបើសិនជាយើងវាស់ភ្លើងវាមានភ្លើងដំណើរការហើយអស់ហើយអានេះយើងអាចដាក់ file ថ្មីចូលបានដែរបងប្អូនណាអញ្ចឹងដោយសារតែនេះខ្ញុំវាស់ឲ្យហើយណាពេលនេះខ្ញុំវាស់ឲ្យហើយហើយភ្លើងក៏ខ្ញុំវាស់ឲ្យដែរណាភ្លើងអស់នេះណាបាទភ្លើងបជារបស់វាគឺខ្ញុំវាស់ឲ្យអស់ហើយគឺវាដំណើរការល្អទាំងអស់អញ្ចឹងវាខូចតែfile ពីរគ្រាប់ហ្នឹងទេបងប្អូនណាចឹងយើងដូរ file ទៅវាដំណើរការឡើងវិញហើយបាទហើយ file នេះគឺ size N6 អញ្ចឹងដល់ពេលខ្ញុំដាក់ក្រោយមកគឺខ្ញុំដាក់ 6N6 ទៅមកបងប្អូនណាបាទ 6N6 បាទដាក់អំពែខ្ពស់តិចមកហើយនៅលើស្បករបស់គេគឺគេវាយបាទ300 អំពែបងប្អូនណា300 អំពែបាទហើយគេដាក់ size N6 គេដាក់ size N6 ពីរគ្រាប់អញ្ចឹងវាបានតែ80 អំពែទេបងប្អូនណា80 អំពែទេអញ្ចឹងឥឡូវយើងដាក់ 6N6 មកវាបាន120 អំពែបងប្អូនបាទឥឡូវយើងចាប់ជាប់ជាមួយនឹងឯកចិត្តវាមកណាយើងស្អាតវាស្អាត
នេះបងប្អូនឥឡូវយើងដាក់ហ្វេតចូលហើយបងប្អូនណាបាទឥឡូវយើងគោះហ្វេតទៀតមក5 អូមណា10 ម៉ែត្រអត់ឡើងទេ5 អូម10 អូមម៉ែត្រអត់ឡើងទេតែយើងសម្អាតជើងវាមកឥឡូវយើងរងចាំវាស្ងួនបន្តិចចាំយើងដាក់ភ្លើងវាដំណើរការបងប្អូនណាបាទយើងដោតភ្លើងចូលមកតែយើងដាក់ភ្លើងទៅវាដំណើរការចេញភ្លើងមកប្រើប្រាស់អត់ណាភ្លើងផ្សារអត់ណាបាទជាពិសេសបងប្អូននេះបងប្អូនត្រូវមើលដុំភ្លើងដែរបងប្អូនណាក្រែងលោបងគាត់ជាងធ្វើផ្ទះជាងតយ៉ាធ្វើត្បូងធ្វើអីហ្នឹងគាត់ដឹកដាក់លម៉កដាក់លើម៉ូតូអីដឹកលាក់ទៅវាអាចនឹងលើកើលកាត់លុះដុំភ្លើងវាអាចជាប់អូមគ្នាបងប្អូនណាអញ្ចឹងយើងត្រូវវាស់ជើងនេះបងប្អូននេះណាវាស់ជើងដុំភ្លើងមួយនេះហើយនឹងវាស់ជើងខាងនេះថាតើវាជាប់អូមគ្នាឬអត់បងប្អូនណាយើងវាស់នេះបើសិនជាវាជាប់អូមគ្នានឹងវាមានបញ្ហាតែបើសិនយើងវាស់ទៅអត់មានជាប់អូមគ្នាទេអត់អីទេបងប្អូនណាឥឡូវយើងវាស់មកតើវាជាប់អូមឬអត់យើងកាច់អូម៉ាត់របស់យើងចូលមកគុណនឹង10 គីឡូបងប្អូនណាគុណ10 គីឡូបាទមើលតើវាមានអូមអត់ណាជាការពិតវាត្រូវមានអូមទេបងប្អូនអត់ត្រូវមានអូមទេយើងគៀកវាបន្តិចណាចេញលោមានវាកាយវានេះអញ្ចឹងវាឡើងអូមទេបងប្អូនណាបើសិនជាវាឡើងអូមអាហ្នឹងវាមានបញ្ហាដុំភ្លើងដែរបងប្អូនតែនេះវាអត់មានជាប់អូមទេបងប្អូនណាយើងកាច់យកកលីបអូម៉ាត់របស់យើងដល់គុណ10ហើយ10 គីឡូហើយវាឡើងអូមទេអញ្ចឹងដុំភ្លើងវានៅដំណើរការល្អទេវាអត់មានជាប់លួសគ្នាទេបងប្អូនណាបាទតោះបងប្អូនឥឡូវយើងចាប់ផ្ដើមដាក់ខ្សែចូលមកហើយយើងសាកតេស្តភ្លើងវាមើលណាតើវាដំណើរការបាទស្រួលវាអត់ណាបាទហើយយើងជាប់ភ្លើង AC ចូលបងប្អូនណាដាក់ភ្លើង AC ចូលដើម្បីយើងតេស្តភ្លើងវានេះគាត់ដាក់ខ្សែតេស្តបងប្អូនណាឥឡូវយើងចាំវាស់ភ្លើងច្រកចេញរបស់វាណានេះហើយនេះណាចាំមើលតើមានភ្លើងចេញដំណើរការឬអត់បងប្អូនហើយយើងវាស់ភ្លើងចេញគឺយើងកាច់អូម៉ាត់របស់យើងចូលមក250 វ៉ុលណាបាទហើយយើងចាំត្រៀមអូម៉ាត់មកហើយយើងយកមកចូលអូម៉ាត់របស់យើងពណ៌ក្រហមបាទដាក់នៅខាងយ៉ូតនេះហើយខ្សែម៉ាស់បងប្អូនណាខ្សែម៉ាស់ឥឡូវយើងចាប់ផ្ដើមដាក់ភ្លើងមើលតើវាដំណើរការឬអត់ណាភ្លើងបាទឥឡូវភ្លើងវាឡើងបងប្អូននេះណាអញ្ចឹងភ្លើងយើងដែលយើងចេញទៅប្រើប្រាស់ទៅផ្សារនេះគឺវាមានភ្លើងបាទដំណើរការហើយអញ្ចឹងនេះយើងអាចផ្សារបានបងប្អូនណាអាចផ្សារបានហើយបាទបាទអញ្ចឹងកំហុសប៉ុស្តិ៍ផ្សារបងប្អូនត្រូវតែធ្វើការមើលដូរហ្វេតគឺយើងត្រូវតែឆែកវាអស់សិនបងប្អូនណាឆែកប្រេបជាណាបងប្អូនបាទហើយឆែកមើលដុំភ្លើងនេះសិតតែជាបញ្ហាដែលយើងត្រូវប្រុងប្រយ័ត្នបងប្អូនណាការពារកុំឲ្យយើងផ្លាស់ប្ដូរហ្វេតថ្មីទៅវាមានបញ្ហាឡើងវិញទៀតបងប្អូនណាបាទអញ្ចឹងដល់វាមានបញ្ហាឡើងវិញទៀតគឺខាតយើងហើយបងប្អូនបាទនេះយើងដកភ្លើងចេញធ្លាក់ហើយធ្លាក់ម្ដងតិចបងប្អូនបាទ
ហើយដោយសារតែបតពុកផ្សារនេះអត់មានរលាទេបងប្អូនណាអត់មានរលាទេអញ្ចឹងពេលណាបើសិនជាមានបញ្ហាសតភ្លើងណាខូចហ្វាត់ខូចអីគឺវាបញ្ហា disconnector ទៅបងប្អូនណាអញ្ចឹងពុកផ្សារនេះគឺជាពុកផ្សារតម្លៃរៀងធូរថ្លៃទេមិនសូវជាថ្លៃប្រហែលទេបងប្អូនណាបើសិនជារៀងថ្លៃវាសុទ្ធតែមានរលាគេការពារបងប្អូនណាគេការពារអានេះបើសិនជាខូចហ្វាច់ញាប់ពេកវាអាចនឹងខូចដល់យកទេបងប្អូនប៉ុន្តែដោយសារម្ចាស់គេផ្លាស់ប្ដូរទៅហើយដោយសារតែម្ចាស់គេប្រើប្រាស់ទៅវាខូចអញ្ចឹងគេលែងដាក់ភ្លើងទៅបងប្អូនបាទទៅដាក់ភ្លើងញាប់ពេកគឺអាចនឹងខូចយកទេបងប្អូនណាខូចយកនេះទៀតបាទហ្នឹងហើយអញ្ចឹងមានតែប៉ុណ្្នឹងទេបងប្អូនបាទមានតែប៉ុណ្្នឹងទេសម្រាប់ការបង្ហាញជួសជុលពុកផ្សារហ្នឹងហើយអញ្ចឹងបើមានអីជួសជុលនឹងធ្វើជាវីដេអូបង្ហាញជូនបងប្អូនទាំងអស់គ្នាតាមដានទេបងប្អូនណាបាទអញ្ចឹងសូមអរគុណ